អារម្មណ៍សម្បត្តិយ៉ាងណាដែរបើថាបំណងចង់បានខ្សែក្បាត់ WBC ប៉ុន្តែបើថាផ្លាស់ប្ដូរពីខ្សែក្បាត់ WBC ទៅជាខ្សែក្បាត់ផ្សេងឬក៏ធម្មគុណមិត្តភាពធម្មតាវាប៉ះពាល់ដល់អារម្មណ៍សម្បត្តិផ្ទាល់ទេសម្រាប់ខ្ញុំបើប៉ះយើងប៉ះបងព្រោះយើងព្យាយាមបុកហាត់គឺដើម្បីចង់ឈ្នះព្រោះឮថាបានវាយខ្សែក្បាត់ហ្នឹងមិនបានទេបាទតែដល់ពេលឥឡូវយើងមិនដឹងថាវាយខ្សែក្បាត់ឬក៏វាយមិត្តភាពតែនៅតែខំប្រឹងបុកហាត់ទៅអាមេរិកថ្ងៃណាដែរថ្ងៃទី25ហ្មង25ប្រកួតថ្ងៃ31ថ្ងៃ31នៅអាមេរិកប៉ុន្តែខ្មែរយើងថ្ងៃទី1តែឥឡូវសម្បត្តិឬព័ត៌មានមករយៈក្រោយហ្នឹងគឺបច្ចេកវិទ្យាច្រើនមែនទែនពាក់ព័ន្ធទៅនឹងសម្បត្តិមុនបងល្បីថាប្រកួតដណ្ដើមខ្សែក្បាត់ WBC ប៉ុន្តែប្រហែលថ្ងៃចុងក្រោយនេះគឺលេចលៀងថាពេលខ្លះឮថាសម្បត្តិវាយមិត្តភាពអ្នកខ្លះទៀតថាគេបដូរខ្សែក្បាត់ផ្សេងឥឡូវសម្បត្តិអាចថាមានព័ត៌មានអីខ្លះអត់ពាក់ព័ន្ធទៅនឹងគូសម្បត្តិមកសម្រាប់ខ្ញុំអត់ដឹងដែរបងព្រួយខ្ញុំអត់បានសួរលោកគ្រូព្រោះឃើញខែមួយផងថាអត់មានវាយទៅដល់ខ្សែក្បាត់ទេហ្នឹងហើយដល់ពេលអញ្ចឹងដល់សួរលោកគ្រូបញ្ជាក់ថាខ្ញុំវាយហ្នឹងមានទៅដល់ខ្សែក្បាត់អត់ហើយវាយហ្នឹងវាយមិត្តភាពធម្មតាទេក៏វាយទៅដល់អីផ្សេងអញ្ចឹងហ៎បាទព្រោះយើងមុនល្បីថាខ្សែក្បាត់ហ្នឹងដែរដល់ពេលឥឡូវវាអត់មានស្ងាត់អារម្មណ៍សម្បត្តិយ៉ាងណាដែរបើថាបំណងចង់បានខ្សែក្បាត់ WBC ប៉ុន្តែបើថាផ្លាស់ប្ដូរពីខ្សែក្បាត់ WBC ទៅជាខ្សែក្បាត់ផ្សេងឬក៏ធម្មគុណមិត្តភាពធម្មតាវាប៉ះពាល់ដល់អារម្មណ៍សម្បត្តិផ្ទាល់ទេសម្រាប់ខ្ញុំបើប៉ះយើងប៉ះបងព្រោះយើងព្យាយាមបុកហាត់គឺដើម្បីចង់ឈ្នះព្រោះឮថាបានវាយខ្សែក្បាត់ហ្នឹងមិនបានទេបាទតែដល់ពេលឥឡូវយើងមិនដឹងថាវាយខ្សែក្បាត់ឬក៏វាយមិត្តភាពតែនៅតែខំប្រឹងបុកហាត់ការលើកទឹកចិត្តខ្លួនឯងទោះអ្វីក៏ដោយសំខាន់ឲ្យតែយើងបានទៅផ្សព្វផ្សាយគុណខ្មែរនៅពេលគេព្រោះយើងកម្រថានឹងបានទៅកីឡាករចឹងតែយើងទំពាគុណខ្មែរយើងរីកចម្រើនឥឡូវបានកីឡាករចេញទៅក្រៅប្រទេសក្រៅហើយពេលឆ្ងាយទៀតឥឡូវថ្ងៃមុនគឺឈ្នះខ្សែក្បាត់ WCK ហើយដោយស្រុកខ្មែរឈ្នះខ្សែក្បាត់នៅខាង Gasberg មួយទៀតប្រហែលខ្សែបាទបើមកពីរខ្សែទាំងអស់វា8ខ្សែ9ខ្សែបាទប៉ុន្តែចិត្តមួយគឺនៅតែមានកូនចិត្តចង់បាន WBC ហ្នឹងបងណាចង់បានមកព្រោះយើងអាចថាកីឡាករខ្មែរយើងក៏ធ្លាប់ទៅដណ្ដើមនៅប្រទេសផ្សេងៗដែរតែបរាជ័យអញ្ចឹងបើសិនជាយើងអាចយើងមិនប្រកាសថាយើងឈ្នះតែយើងខំប្រឹងអត់ពីសមត្ថភាពដើម្បីធ្វើឲ្យបងប្អូនយើងអ្នកឆ្លងគ្រប់គ្រងគឺពេញចិត្តហើយបើសិនជាឈ្នះចិត្តរត់តែសប្បាយចិត្តនឹងមានអាចថាគុណខ្មែរយើងកាន់តែរីកចម្រើនទៅមុខទៀតហើយនឹងនិយាយរួមថាតំលឹកឧទាហរណ៍យើងឈ្នះលើកទី1អញ្ចឹងណាតែគាត់ឥឡូវដូចជាស្ងាត់តំណឹងនឹងខ្សែក្បាត់យើងពីរមកសហព័ន្ធហើយមកមួយទៀតគឺខ្សែក្បាត់នៅអាមេរិកផ្ទាល់ប៉ុន្តែគូសម្បត្តិគិតមកទល់ពេលនេះគេ poster ចេញមកអត់តមានខ្សែក្បាត់សោះហ្មងណាគេឥឡូវគេចង់សប្រាយគេសប្រាយដល់គេសប្រាយមិនសប្រាយចាំពុជចាក់ច្បាស់ដល់ទឹកដីអាមេរិកសិនអូខេតែសម្បត្តិអីចង់និយាយសម្រាប់អរគុណបងប្អូនក៏ដូចជាម្ចាស់អំណោយនេះទេណាខ្ញុំមានអរគុណបងប្អូនដែលឆ្លាញ់គ្រប់គ្រងហើយថ្ងៃនេះគឺអរគុណដល់ម្ចាស់ហាងតាមដៃគុណខ្មែរដែលបានឧបត្ថម្ភដល់យើងខ្ញុំពីទូហើយtrong ខែនេះជួបគ្នាម្ដងទៀតនៅប្រទេសអាមេរិកសូមបងប្អូនចូលរួមគ្រប់គ្រងគុណខ្មែរយើងឲ្យបានច្រើនកករបស់គ្នាអរគុណជូនពរជោគជ័យបាទអរគុណច្រើន